នេះខ្ញុំបានមួយគាត់មកពេលល្ងាចដែរប្រហែលជាខ្ទង់ម៉ោង6ជាងប៉ុន្តែគ្នាគាត់2នាក់ពេលចឹងរៀងចាយពេលយូរដែរម្នាក់ទៀតគាត់តម្សៅឆ្នៃម៉ូដហើយម៉ួយខ្ញុំម្នាក់នេះវិញគាត់ធ្វើលើកញ្ចក់ធម្មជាតិរបស់គាត់ណាប៉ុន្តែមើលទៅខ្ជូតខ្លាំងមែនតើបងប្អូនគាត់គូសចុងសហើយគាត់ឆ្នៃមួយបូពណ៌ក្រហមហើយបតក់តិចចឹងមកស្អាតណាតែចំណុចសំខាន់ដែលខ្ញុំចង់បង្ហាញបងប្អូនណាគឺការលាបពណ៌ជែលរបស់យើងនៅលើកញ្ចក់ធម្មជាតិឲ្យឃើញពេញស្អាតល្អអញ្ចឹងដើម្បីលាបឲ្យបានស្អាតបងត្រូវធ្វើការរុះរាងកញ្ចក់កាត់សាច់សេរីឲ្យបានស្អាតហើយយើងប្រើជាមួយនឹង rubber base coat ណាបងប្អូនពេលដែលយើងប្រើជាមួយនឹងទឹកភ្ជាប់ក្រាស់វាជួយបំពេញកន្លែងចន្លោះដូចជាកញ្ចក់ផលកញ្ចក់អត់សូវស្មើអីហ្នឹងធ្វើឲ្យកញ្ចក់គាត់ហ្នឹងបានស្អាតមកវិញអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងបាយបាយ